ជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីពេលព្រឹកព្រលឹមវីដេអូនេះកាត់តាំងពីប្រហែលថ្ងៃមុនណាបងប្អូនបញ្ជាក់បន្តិចមិនថ្ងៃនេះទេអញ្ចឹងហើយខ្ញុំតែមានពេលយកមកកាត់តវីដេអូនេះពេលដែលរៀបចំធ្វើស្លកកូហើយស្លកកូរបស់ខ្ញុំហ្នឹងភាគច្រើនគឺមានតែ3 4មុខហ្នឹងតែខ្ញុំអត់សូវប្រើលពៅឬមួយក៏អីទេខ្ញុំប្រើតែ2 3មុខហ្នឹងដោយសារតែកូនខ្ញុំគាត់ចូលចិត្តញ៉ាំហើយបើសិនជាយើងដាក់លពៅថែមគាត់អត់សូវញ៉ាំអញ្ចឹងណាដល់អញ្ចឹងហើយខ្ញុំដាក់តែ3 4មុខហ្នឹងតែម្ដងទៅហើយស្ដាយគួរនេះភាគច្រើនខាងខ្ញុំនេះទៅលើកណាគឺដឹងតែមានហ្មងស្ដាយគួរមិនខ្វះទេហើយខ្ជិលល្អមែនតើឥឡូវនេះមករៀបចំកូរគ្រឿងកូរអីអញ្ចឹងណាហើយគ្រឿងហ្នឹងគឺស្រួលមែនតើដោយសារប្រហែលថ្ងៃមុនហ្នឹងខ្ញុំធ្វើហើយទុកហើយអញ្ចឹងគាត់យកចេញពីទូកកមកដាក់គ្រឿងទៅគឺបានហូបតែម្ដងអញ្ចឹងវាងាយស្រួលមួយយ៉ាងដែរគាត់ឲ្យយើងរៀបចំបន្លែអីឲ្យហើយអញ្ចឹងទៅមិនបាច់បុកគ្រឿងយូរអីអញ្ចឹងណាហើយនេះគឺហើយនិយាយពីថាតំណងមែនតើសំបីតាប្តីខ្ញុំក៏គាត់ថាឆ្ងាញ់ដែរប៉ុន្តែមានតែម្នាក់ទេគាត់អត់សូវចេះហូបមិញណាកូនខ្ញុំកូនស្រីគាត់អត់សូវហូបទេ